ស្ដីបងប្អូនអរគ្នានេះគឺជាទូរស័ព្ទ Oppo A92 A92 របស់ក្រុមហ៊ុនណាបងប្អូនយើងឆែកមើលទៅដឹងហើយយើងអាចសម្គាល់ CPH បានណារបស់ក្រុមហ៊ុនយើងចូលមកបើមកនេះបងប្អូនឃើញ Oppo A92 version 11ហើយ RAM 8GB CPU ប្រភេទ Quad-Core ហើយ memory របស់វាគឺ 128GB RAM 8GB memory 128GB CPH 20/59 បងប្អូននេះ CPH 20/59ទូរស័ព្ទនេះខ្ញុំចង់បង្ហាញបងប្អូនកន្លែងនេះមួយគឺវាជាប់នេះឃើញទេវាជាប់ឲ្យ Oppo ID បងប្អូនណា Oppo ID ហើយបើយើងចូលមកយើងឃើញ Oppo ID មាន nickname ហើយមានលេខទូរស័ព្ទអញ្ចឹងទៅមាន ID លេខប៉ុន្មានអញ្ចឹងទៅហើយប៉ុន្តែបើយើងចង់លុបឲ្យចេញគឺវាអត់ឲ្យទេវាទៀមទាអីញ៉ៃច្រើនអញ្ចឹងណាវាមានអីគេ secure ណាទៅវាយយើងវាយអានេះប្រហែលដងក៏វានៅតែអត់ប្រយោជន៍ដែរអញ្ចឹងបងប្អូនហើយយើងចូលទៅកន្លែងនេះដើម្បី delete account នេះចុចពាក្យ delete account មកនេះ delete account អញ្ចឹងវាដាក់ថាម៉េចវាសួរយើងថាហេតុអីបានយើងលុប account ហ្នឹងទី1វាដាក់ថាបញ្ជាក់ថាយើងអត់ចង់ប្រើ account នេះទេភាសាមានអ្នកដទៃចូលលេងអញ្ចឹងទៅទី2thìយើងមិនចង់ឲ្យ account ហ្នឹងនៅក្នុងទូរស័ព្ទរបស់យើងឬក៏ភ្ជាប់ទៅប្រព័ន្ធទូរស័ព្ទរបស់យើងអញ្ចឹងយើងលុបចេះចុចចេះទៅវាដល់កន្លែងនេះយើង delete account ទៅទៅអត់នេះវាកំពុងតែឆែកមកដល់កន្លែងនេះវាទាមទារឲ្យយើងបញ្ចូល OTP លេខទូរស័ព្ទនេះកូដវាផ្ញើទៅលេខទូរស័ព្ទកតុយកា3នេះប៉ុន្តែអ្វីសំខាន់ទៀតគឺទូរស័ព្ទនេះយើងអត់មានទេអញ្ចឹងណាយើងអត់មានលុបវាបានយើងអត់មានលេខទូរស័ព្ទហ្នឹងទេដឹងនៅណាទូរស័ព្ទហ្នឹងអានេះគឺជាមូលហេតុដែលយើងអត់អាចដោះស្រាយបានអញ្ចឹងយើងត្រឡប់ទៅវិញអានេះបញ្ជាក់ម្ដងទៀតនេះគឺជាទូរស័ព្ទ Oppo របស់ក្រុមហ៊ុនណាបងប្អូនអញ្ចឹងយើងចូលកន្លែង setting មកយើងចុចលើពាក្យថាបើយើងចុចកន្លែង baseband and canal នេះចុចលើវាមកហើយយើងចុច deal number នេះចុចវា7ដងមកណានេះដើម្បីបើកនេះហើយយើងត្រឡប់ទៅវិញយើងនឹងឃើញចូលកន្លែងនេះមកណានេះយើងនឹងឃើញកន្លែងនេះ developer option នេះចុចលើវាមកដល់កន្លែងនេះបងប្អូនចុចបើក OEM នេះចុចបើកនេះមួយចោលមកណាយើង enable វាមកបន្ទាប់មកទៀតយើងមួយទៀតយើងបើកចោលដែរទៅនេះ USB device បើកបានបាច់បើកបានទេអ្វីដែលសំខាន់គឺ OEM នេះទេហើយយើងបើកនេះចោលបន្ទាប់មកទៀតយើងបិទទូរស័ព្ទយើងទៅបិទឲ្យវាលុតណាបងប្អូនបិទលុតហើយពេលដែលបិទរលត់ហើយយើងធ្វើ hard reset វាដោយចុច power ហើយនៅ volume ដកនេះជាប់ទៅតាមតំណើគ្នាចុចជាប់មកចុចតំណើគ្នាទាំងពីរហ្នឹងបងប្អូនណាហើយយើងក៏លេងpower ទុកតែ volume ដកនេះបានហើយគាត់តែជាប់ទៅ volume ដកដើម្បីដាក់វាទៅជា recovery mode បងប្អូននេះគេហៅថាធ្វើ hard reset វាទៅហើយចាំវាបន្តិចអូខេវាចូលមកកន្លែងនេះអានេះគេហៅថា recovery mode តាមរយៈធ្វើ hard reset អញ្ចឹងយើងចុចភាសាអង់គ្លេសភាសាណាក៏បានសម្រាប់ខ្ញុំយកអង់គ្លេសយើងចុចលើពាក្យថា wide data format data បញ្ជាក់បងប្អូនបន្តិចធ្វើរបៀបនេះគឺរូបថតស្អីហ្នឹងគឺត្រូវលុបចោលទាំងអស់មានន័យថាស្មើនឹង format ពាក្យថា format ហ្នឹងគាត់ថាកំតិចទិន្នន័យទាំងអស់ក្នុងទូរស័ព្ទនេះមិនថារូបថតមិនថា app ធនាគារ app ផ្សេងអញ្ចឹងនិយាយថាគឺសម្អាតវាឲ្យដូចទៅទូរស័ព្ទដែលយើងតបទិញថ្មីអញ្ចឹងស្អីក៏អត់មានដែរអញ្ចឹងដល់ហើយវាឲ្យលេខមក0265អញ្ចឹងយើងវាយមក0265យើងចុច format តែយើងចាំវាបន្តិចបងប្អូនទុកឲ្យវាដើរចប់ទៅចាំមើលធ្វើនេះតើវាដាច់អត់វាដាច់ID នឹងអត់ធ្វើបានរបស់ក្រុមហ៊ុនទេបងប្អូនបើសិនជាID Oppo របស់ចិនគឺយើងធ្វើចង់បានតែយើងធ្វើវិធីផ្សេងតែនេះយើងធ្វើសម្រាប់ការទូរស័ព្ទរបស់ក្រុមហ៊ុនអញ្ចឹងយើងចុច OK មកវា reboot ម៉ាស៊ីនអញ្ចឹងយើងនៅចាំវាមួយសន្ទុះមិនខ្ញុំភ្លេចនេះដែរប៉ុន្តែអី
click remove Gmail account តែអត់អីសំខាន់ Gmail account យើងចាំអត់បញ្ហាទេហ្នឹងតែជាប់ Gmail account គឺយើងអាចដោះបានដែរសំខាន់ឲ្យបដាចប់សិនមកបាទអូខេឥឡូវវាចូលមកដល់កន្លែងនេះហើយណាបន្ទាប់ពី reset មកវាចេញមកតម្រងបែបនេះអញ្ចឹងបងប្អូនអាចរើសភាសាដែលបងប្អូនចង់រើសទៅឥឡូវខ្ញុំអត់រើសទេសម្រាប់ខ្ញុំយកភាសាអង់គ្លេសដដែលទេអញ្ចឹងខ្ញុំចុច next បន្ទាប់ទៀតយើងរើសប្រទេសខ្ញុំយកប្រទេសយកអង់គ្លេសដែរទៅយើងយកប្រទេសណាក៏បានណាយក Cambodia ក៏បានដែរឥឡូវខ្ញុំយក Cambodia បណ្ដោយទៅភាសាអង់គ្លេសប៉ុន្តែប្រទេសយើងនៅស្រុកខ្មែរហើយយើងចុចអានេះមកទៀតនេះ tick ក្នុងប្រអប់នេះមកយើងចុច next ទៅហើយយើង skip មើលវាឲ្យទៅអត់អូខេចុចទៅទៀតទៅឃើញទេទៅយើងមើលវាសួរយើងចង់ដាក់លេខកូដអត់ដាក់កយ៉ាវដៃដាក់ scan មុខអត់អា3ហ្នឹងណាឥឡូវនេះដាក់លេខកូដអាកណ្ដាលហ្នឹងកយ៉ាវដៃបន្ទាប់មកទៀត scan មុខយើងអត់ទេយើងចាប់វាទៅចាំលើក្រោយទៅហើយយើងចុចកន្លែងនេះទៀតមក next ទៅមុខទៀតចុច next ទៀត next ចប់ហើយអូខេឥឡូវយើងចាំមើលទាំងអស់គ្នាតើវានៅជាប់ID នឹងទៀតអត់ Oppo ID ទៀតអត់បើកន្លែងនឹងហើយ hard reset ទៅដាច់ទាំង Gmail ទៀតដាច់ទាំង SOP ទៀតឃើញទេឥឡូវយើងចូល setting មកអត់មានទេបងប្អូនឃើញទេលែងមានហើយកន្លែង sign in ហ្នឹងលែងមានហើយអញ្ចឹងមានន័យថាវាដាច់ហើយហើយយើងមើល model ម្ដងទៀតចុចបើមកនេះបងប្អូនឃើញទេ Oppo A92 នេះ CPH របស់វាប្រហែលនេះ CPH វា 20x59 ហ្នឹងបងប្អូន CPH វាអញ្ចឹងឲ្យ RAM 8G memory រហូតដល់128 អែនមែនតើបាទអរគុណច្រើនបងប្អូនអរគ្នាបាយបាយបាទ Oppo A92 បងប្អូន